ចែកវិភាសាបែបមិនខ្លះហើយទៅលើចំណុចអ្វីខ្លះទៅបានជាឈានទៅដល់ការតឹងសរសៃកដាក់គ្នាហើយមិនអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងបានបាទនៅពេលដែលលោក Donald Trump បានទទួលលោក Zelensky ដែលធ្វើដំណើរជាមួយគណៈប្រតិភូពីប្រទេសអ៊ុយក្រែនទៅកាន់សេតវិមានចូលទៅក្នុងការិយាល័យ Oval គឺការពិភាក្សាក៏ចាប់ផ្ដើមដែលការចាប់ពិភាក្សានេះមានរង្វង់មានរយៈពេលក្នុងរង្វង់1ម៉ោងក្នុងនោះគឺលោក Zelensky បានលើកឡើងអំពីស្ថានភាពទូទៅនៅក្នុងប្រទេសអ៊ុយក្រែនថារុស្ស៊ីគឺបានមានដឹកនាំរុស្ស៊ីលោក Vladimir Putin បានឈ្លានពានប្រទេសអ៊ុយក្រែនដណ្ដើមយកឧបទ្វីបគ្រីមីហ្នឹងតាំងពីឆ្នាំ2014ហើយតាំងពីឆ្នាំ2014រហូតមកដល់ឆ្នាំ2022កន្លងទៅដែលមានផ្ទុះសង្គ្រាមនេះគឺស្ថានភាពមិនមានផ្លាស់ប្ដូរទេហើយក៏មិនមាននរណាម្នាក់ដែលអាចបញ្ឈប់លោក Putin បានដែរអញ្ចឹងលោក Zelensky ក៏ចង់សួរលោក Donald Trump ថាតើការទូតអ្វីទៅដែលសហរដ្ឋអាមេរិកថានឹងប្រើប្រាស់ដើម្បីបញ្ចប់សង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ីដោយសារស្ថានភាពនេះវាចេះតែធ្ងន់ធ្ងរទៅហើយការលើកឡើងការធ្វើអធិប្បាយខាងភាគីសហរដ្ឋអាមេរិកថានឹងប្រើប្រាស់ការទូតដើម្បីបញ្ចប់ចំនួននេះលោក Donald Trump បាននិយាយថាលោក Zelensky អ្នកស្ថិតនៅក្នុងស្ថានភាពមួយចាញ់ប្រៀបអ្នកគ្មានស្លឹកបៀសម្រាប់លេងទេអ្នកគឺលេងស្លឹកបៀដោយប្រើប្រជាពលរដ្ឋរាប់លានអ្នកឲ្យបាត់បង់ជីវិតនៅក្នុងស្លឹកបៀនេះបើធ្វើការជាមួយយើងជាមួយសហរដ្ឋអាមេរិកអ្នកនឹងមានស្លឹកបៀដែលអាចលេងបានការប្រកែកគ្នាច្រើនចេះតែខ្លាំងទៅក៏លោក JD Vance អនុប្រធានាធិបតីក៏លោកមាត់ចូលថាអ្នកឯងមិនបានដឹងគុណសហរដ្ឋអាមេរិកទេគឺសហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងអ្នកឯងកន្លងមកហើយឥឡូវនេះអ្នកឯងក៏មិនអរគុណប្រធានាធិបតី Donald Trump ដែរគឺលោក Donald Trump បានស្វាស្វែងប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនេះបើសិនជាតាមយន្តការឬក៏តាមមធ្យោបាយដែលអ្នកចង់បាននឹងនាំមកនៅសង្គ្រាមលោកលើកទី3ដែលជាវិនាសកម្មសម្រាប់ពិភពលោកការប្រកែកគ្នានេះហើយដែលធ្វើឲ្យភាគីទាំងពីរមិនអាចឈានដល់ការចុះកិច្ចព្រមព្រៀងដោយការស្ដីបន្ទោសគ្នាប្រកែកគ្នាខ្លាំងហើយលោក Donald Trump ពិតមែនតែលោកធ្លាប់ចង្អេងចង្ងាងដែរប៉ុន្តែពេលនេះក៏ហាក់ដូចជានឹងថឹងជជែកជាធម្មតាតែគ្រាន់តែសម្លើងសម្ដីឲ្យបានស្មើគ្នាតែប៉ុណ្ណឹងទេគឺចំណុចសំខាន់ដែលអ៊ុយក្រែនចង់បាននេះក្រៅតែពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មរ៉ែរវាងភាគីទាំងពីរហើយគឺការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនបើទោះបីជានៅក្នុងកិច្ចព្រមព្រៀងដែលបានរៀបចំឡើងភាគីទាំងពីរមានការឯកភាពគ្នាប៉ុន្តែអ៊ុយក្រែនពីមុនពេលមកកាន់សេតវិមាននេះក៏មិនពេញចិត្តទៅនឹងការមិនបញ្ជាក់ឲ្យច្បាស់លាស់ក្នុងការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនដែរនៅតែមានការស៊ូរេញដោលដែលក្នុងនោះលោក Donald Trump បាននិយាយហើយថាមនុស្សរបស់យើងនៅលើទឹកដីអ៊ុយក្រែនកំពុងធ្វើអាជីវកម្មរ៉ែយើងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបឬក៏សម្លាប់ពលរដ្ឋរបស់យើងទេចា៎ម្យ៉ាងវិញទៀតក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីសហភាពអង់គ្លេសលោក Keir Starmer កាលពីថ្ងៃពហុហ្នឹងក៏ Keir Starmer ស្នើឲ្យលោក Donald Trump ជួយធានាសន្តិសុខដែរប៉ុន្តែលោក Trump បានលើកឡើងថាយើងនឹងនៅជាមួយអង់គ្លេសបើសិនជាមានតម្រូវការចាំបាច់ប៉ុន្តែការដែលលោក Donald Trump ជួបជាមួយលោក Zelensky ពេលនេះគឺជាការស៊ូដេញដោលដែលថារយៈពេលច្រើនឆ្នាំហើយតាំងពីឆ្នាំ2014មិនមាននរណាម្នាក់អាចបញ្ឈប់លោក Putin បានទេអញ្ចឹងទោះបីជាមានសន្តិភាពហើយក៏ដោយលោក Putin អាចចូលឈ្លានពានដល់នៅពេលណាក៏បានហើយការទូតក្នុងកម្រិតណាគេមិនមានយន្តការឲ្យបានច្បាស់លាស់ដែលត្រូវបញ្យល់ដល់លោក Volodymyr Zelensky ទើបធ្វើឲ្យមានការប្រកែកគ្នាខ្លាំងរហូតដល់លុបចោលសន្និសីទសារព័ត៌មាននឹងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនហើយបង្ហាញឲ្យពិភពលោកឃើញអំពីការប្រកែកគ្នានៅពេលនោះបាទចា៎បាទយើងមើលពីជំនួបហាក់បីដូចជាតឹងតែងបាទដាក់គ្នារវាងលោក Zelensky និងលោក Donald Trump ក៏ប៉ុន្តែបើយើងមើលអំពីលោក Zelensky ក៏គិតអំពីប្រយោជន៍របស់ប្រទេសជាតិរបស់ខ្លួនហើយលោក Donald Trump ក៏គិតអំពីបាតុភិការដែលខ្លួនបានផ្ដល់ជាជំនួយទៅកាន់អ៊ុយក្រែនកន្លងទៅឃ្លាមួយដែលលោក Donald Trump បានលើកឡើងថាលោក Zelensky គឺមិនគោរពហើយនឹងមិនដឹងគុណហើយបលែងលេងជាមួយសង្គ្រាមលោកលើកទី3ចង់សួរលោករីណាថាត្រង់ជំនេះថាតើលោក Donald Trump អាចនឹងមានផែនការអីបន្តទៀតហើយមួយទៀតខ្ញុំភ្ជាប់តែម្ដងទៅព្រោះថាកិច្ចព្រមព្រៀងសំខាន់ចំនួន2ដែលលោក Zelensky បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនេះគឺទី1គឺកិច្ចព្រមព្រៀងរ៉ែទី2គឺកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនចុះកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែននេះតើមានបានចុះហត្ថលេខាដែរឬទេបាទតកតងនឹងថាការបលែងលេងជាមួយនឹងសង្គ្រាមជាមួយនឹងការឈានទៅដល់សង្គ្រាមនេះគឺសហរដ្ឋអាមេរិកកន្លងមកគឺក្នុងរដ្ឋកាលផ្សេងគ្នាគឺលោក Joe Biden ពិតជាបានអោបកសោបជួយគ្រប់គ្រងទំនុកបំរុងផ្ចុងផ្ដើមលួងលោមដោយផ្ដល់ជាជំនួយយោធាច្រើនខ្លះកែប៉ុន្តែក្នុងរយៈពេល3ឆ្នាំមកនេះគឺ
សង្គ្រាមមិនបានធ្វើឲ្យអ៊ុយក្រែនមានព្រៀបតាមការចង់បានរបស់លោកខាងលិចទេគេមានតែការបាត់បង់ជីវិតនិងមានភាពវិនិច្ឆ័យហិនហោចរដ្ឋកាលថ្មីរបស់លោក Donald Trump បានមើលឃើញថាគោលនយោបាយឬក៏ការដើរការទូតក្តីការដើរយុទ្ធសាស្ត្រកន្លងមកនេះគឺវាមិនទទួលបានជោគជ័យទេបើសិនជាភាគីណាមួយមិនអាចជជែកជាមួយរុស្ស៊ីបានអញ្ចឹងសង្គ្រាមហ្នឹងវានៅតែអូសបន្លាយដូច្នេះលោក Donald Trump មិនបានបង្ហាញថាការទូតកម្រិតណាដើម្បីនាំមកនូវសន្តិភាពទេប៉ុន្តែជាក់ស្ដែងក្រុមការងាររបស់លោក Donald Trump មានដល់ប្រមុខការទូតនៃប្រទេសទាំងពីរជាមួយរុស្ស៊ីហ្នឹងក៏បានពិភាក្សារួចហើយដែរហើយកាលពីពេលថ្មីនេះក៏មានការជួបគ្នាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិកជាមួយនឹងភាគីរុស្ស៊ីដែរដែលគេមើលឃើញថាការជួបគ្នានេះគឺព្យាយាមទៅកសាងទំនាក់ទំនងប្រកបដោយភាពឡើងវិញរវាងភាគីទាំងពីរប្រសិនបើភាគីទាំងពីរនៅតែមិនអាចជួបមុខគ្នាបានទេភាគីណាមួយមិនអាចជួបមុខគ្នាបានអញ្ចឹងសង្គ្រាមហ្នឹងក៏វាមិនអាចឈានដល់ការបញ្ចប់ដែរព្រោះសារថាអាវុធ3ឆ្នាំហើយឥឡូវនេះចូលដំណើរក្នុងឆ្នាំទី4បានប្រហែលថ្ងៃទៀតហើយអញ្ចឹងការដែលប្រើប្រាស់មធ្យោបាយនេះគឺសហរដ្ឋអាមេរិកមើលឃើញថាវាមិនទទួលបានជោគជ័យទេរដ្ឋបាលថ្មីមនុស្សថ្មីនឹងចាប់ផ្ដើមការងារថ្មីដែលបង្វែរពីការផ្ដល់ជំនួយយោធាដ៏ក្រាស់ក្រែលមកជាការធ្វើកិច្ចព្រមព្រៀងក្នុងការធ្វើអាជីវកម្មរ៉ែរួមគ្នាប៉ុន្តែมันមានការដែលលោក Zelensky មកកាន់ទឹកដីសហរដ្ឋអាមេរិកនេះក្នុងបំណងតែមួយទេគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មរ៉ែគេដាក់ថាកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មរ៉ែរុស្ស៊ីអ៊ុយក្រែនសហរដ្ឋអាមេរិកហើយកញ្ចប់ថវិកាដែលបាននេះត្រូវពីការធ្វើអាជីវកម្មនេះត្រូវដាក់បញ្ចូលទៅក្នុងមូលនិធិមួយ Ukraine America Fund គឺដាក់ចូលទៅក្នុងមូលនិធិរួមគ្នានឹងឯងតែឡែកអ្វីដែលលោក Donald Trump ថាជាកិច្ចព្រមព្រៀងសន្តិភាពនេះគឺសំអាងទៅលើកិច្ចព្រមព្រៀងអាជីវកម្មរ៉ែនេះកាលណាមានការចុះហត្ថលេខាហើយចូលជាផ្លូវការដែលនឹងត្រូវអនុវត្តហើយមានន័យថាសហរដ្ឋអាមេរិកគឺលូកដៃចូលក្នុងការរៀបចំការចរចាសន្តិភាពបញ្ចប់សង្គ្រាមមិនមែនមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីសន្តិភាពទេកិច្ចព្រមព្រៀងអាជីវកម្មរ៉ែនោះហើយដែលជាការបើកផ្លូវឲ្យអាមេរិកប្រើប្រាស់ធនធានធម្មជាតិរបស់អ៊ុយក្រែនដើម្បីផលប្រយោជន៍របស់ខ្លួននិងការកាត់ទៅលើការចំណាយផ្ដល់ជាជំនួយយោធាឲ្យអ៊ុយក្រែនកន្លងមកហ្នឹងគឺបានមកសហរដ្ឋអាមេរិកវិញអាមេរិកក៏បានគេហៅថាចូលលូកដៃចូលជ្រៅទៅក្នុងការចរចាសន្តិភាពពេលនោះឯងបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកថានឹងមានផែនការដែលបានគូសវាសឲ្យស្រាប់ប៉ុន្តែការផ្សព្វផ្សាយជាសាធារណៈមិនទាន់មានទេសូម្បីតែអ៊ុយក្រែនក៏មិនដឹងថាដើរការទូតយ៉ាងម៉េចដែរដោយសារតែมันអាចមើលឃើញមិនបានមើលឃើញឋានៈណាម្នាក់អាចបញ្ឈប់លោកវ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៊ីបានទេក្នុងការវាយលុកលើអ៊ុយក្រែនក៏ដូចជាការច្រឹបយកទឹកដីរបស់ប្រទេសអ៊ុយក្រែនតាំងពីឆ្នាំ2014រហូតដល់ឆ្នាំ2022ហើយបន្តរហូតដល់ពេលបច្ចុប្បន្ននោះជារួមកិច្ចព្រមដំណើរទស្សនកិច្ចរបស់លោក Zelensky នេះគឺមិនបានទទួលលទ្ធផលអ្វីទេកិច្ចព្រមព្រៀងក៏មិនបានចុះប៉ុន្តែលោកចេញពីសេតវិមានលោកក៏បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកថាលោកថ្លែងអំណរគុណសហរដ្ឋអាមេរិកគឺបានតែប៉ុណ្្នឹងទេដោយឡែកលោក Donald Trump ក៏បង្ហោះតបវិញដែរថាលោក Zelensky នឹងត្រឡប់មកវិញបាននៅពេលដែលត្រៀមខ្លួនសម្រាប់ចរចាសន្តិភាពហើយនោះចាជាការពិតណាស់ឥឡូវនេះគេបានមើលឃើញពីមតិជាអន្តរជាតិច្រើនទៅលើសហរដ្ឋអាមេរិកដែលហាក់បីដូចជាប្រឹងប្រែងដាក់គំនាបតែលើអ៊ុយក្រែនដែលជាប្រទេសរងគ្រោះដោយសារតែសង្គ្រាមនេះពលគឺជាអ្នករងគ្រោះពីការឈ្លានពានរបស់រុស្ស៊ីហើយរហូតដល់មានមតិខ្លះលើកឡើងថាអាមេរិកដូចជាចង់ចម្បាច់កអ៊ុយក្រែនយកនៅផលប្រយោជន៍ទាំងដែលគ្នាមិនទាន់ទទួលបានសន្តិភាពពិតប្រាកដផងនោះលោករីណាថាតើនៅពេលដែលអ៊ុយក្រែនមិនព្រមនៅក្នុងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងរ៉ែនៅក្នុងសេណារីយ៉ូបែបនេះអ៊ុយក្រែនត្រូវតែព្រមនៅក្នុងថ្ងៃណាមួយឬក៏សហរដ្ឋអាមេរិកនឹងមានយន្តការផ្សេងបន្ថែមទៀតដើម្បីធ្វើម៉េចអាចឲ្យខ្លួនអាចចូលរួមសម្រាប់ដំណើរការចរចាសន្តិភាពនេះបានបន្តទៀតបាទមើលតាមទំនោរនេះគឺសហរដ្ឋអាមេរិកមិនមានមធ្យោបាយផ្សេងទេការពិភាក្សាជាមួយរុស្ស៊ីកន្លងមកហើយការពីថ្ងៃពហុនេះក៏មានការពិភាក្សាជាមួយភាគីរុស្ស៊ីដែរនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីក៏ពិភាក្សាពីការធ្វើទំនាក់ប្រកបដោយភាពទំនាក់ទំនងរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមអ៊ុយក្រែននេះគឺសហរដ្ឋអាមេរិកប្រើយុទ្ធសាស្ត្រនេះមួយគឺតាក់ទងទៅនឹងការបានផលប្រយោជន៍មកវិញសិនចា៎ទើបអាចសហរដ្ឋអាមេរិកចំណាយពេលវេលាហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពិភាក្សាបើសិនជាមិនបានទទួលផលប្រយោជន៍សូម្បីតែអាមុនក៏អត់ហើយអាក្រោយនេះប្រឹងអត់ថែមទៀតលោក Donald Trump មិនអាចធ្វើទេ
ហើយពាក់ព័ន្ធនឹងអាជីវកម្មរ៉ែនេះដែរមិនមែនមានតែលោកត្រាំជក់មាត់ចង់បានទេសូម្បីតែប្រទេសបារាំងហ្នឹងក៏ចរចាជាមួយអ៊ុយក្រែនតាំងពីខែតុលាមកម្លេះក៏ប៉ុន្តែមិនទទួលបានជោគជ័យគឺមិនទាន់មានការសម្រេចហើយលោក Volodymyr Zelensky ខ្លួនឯងក៏បានបង្ហើបពីការដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកធ្វើអាជីវកម្មរ៉ែរបស់ខ្លួនដើម្បីដោះដូរនិងជំនួយយោធាទើបជំរុញឲ្យមានការវិភាសានេះកើតឡើងក្រោយមកក៏រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកហ្នឹងក៏បានទៅប្រទេសអ៊ុយក្រែនដែរប៉ុន្តែកាលនោះគឺមិនបានចុះហត្ថលេខាទើបធ្វើឲ្យលោក Donald Trump ហ្នឹងខឹងខ្លាំងរហូតដល់ការសរសេរបង្ហោះលើបណ្ដាញសង្គមច្រើនរហូតដល់ហៅលោក Volodymyr Zelensky ថាជាជនផ្ដាច់ការដោយសារតែមិនបានបោះឆ្នោតទេការអាណត្តិនៃការកាន់អំណាចរបស់លោកបានចប់ហើយប៉ុន្តែប្រទេសស្ថិតនៅក្នុងច្បាប់អាជ្ញាសិទ្ធិម្ល៉េះហើយចេះតែបន្តកាន់អំណាចនេះតទៅទៀតការប្រើប្រាស់វោហាគឺការប្រើឬក៏សង្គ្រាមសម្ដីក្រោយមកក៏មានការសម្របសម្រួលរហូតដល់ភាគីទាំងពីរបានលើកឡើងថាកិច្ចព្រមព្រៀងនឹងសម្រេចបានហើយគឺជាពេលវេលាដែលលោក Volodymyr Zelensky ទៅកាន់សេតវិមាននឹងទៅចុះកិច្ចព្រមព្រៀងប៉ុន្តែខាងភាគីអ៊ុយក្រែនថាក្រុមការងារបានរៀបចំឲ្យឯកភាពអស់ហើយប៉ុន្តែក៏ត្រូវការវិភាសាដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងដែរចា៎ប៉ុន្តែនៅពេលនេះគឺមិនបានដោយបំណងទេប្រទេសអ៊ុយក្រែនគឺជាប្រទេសដែលមើលឃើញថាចាញ់ប្រៀប underdog situation គឺស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបសំណើទាំងអស់របស់អ៊ុយក្រែនគឺគេចាត់ទុកថា non starter មានន័យថាសំណើមិនត្រូវបានឆ្លើយតបវាលែងតែគេគូសវាសលោក J.D. Vance អនុប្រធានាធិបតីហ្នឹងអនុប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលដែលប្រកែកចង្អុលមកគ្នាជាមួយលោក Zelensky ហ្នឹងក៏បាននិយាយដែរគឺអ៊ុយក្រែនមិនអាចបង្គាប់បញ្ជាបានទេគឺអ៊ុយក្រែន in very bad situation គឺស្ថិតនៅក្នុងស្ថានភាពមិនល្អទេគឺស្ថានភាពចាញ់ប្រៀបដែលលោក Donald Trump ថាអត់មានស្លឹកបៀត្រូវលេងទេការយកស្លឹកបៀជីវិតមនុស្សរាប់លានអ្នកមកលេងនេះវារុញឲ្យមានការជួយជ្រោមជ្រែងចុះឡើងនឹងคล้ายទៅជាវិបត្តិដែលឈានដល់សង្គ្រាមលោកលើកទី3បើដើរជាមួយសហរដ្ឋអាមេរិកដើរជាមួយយើងគឺយើងមានស្លឹកបៀសម្រាប់លេងជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនឹងចាលោករីណាអញ្ចឹងកន្លែងហ្នឹងចង់មានន័យថាមុននឹងក្រោយគឺត្រូវតែចុះឲ្យហត្ថលេខាទៅលើកិច្ចព្រមព្រៀងរ៉ែហ្នឹងឬក៏យ៉ាងម៉េចយើងមិនហ៊ានថា 100% ទេប៉ុន្តែលោក Zelensky ហាក់ដូចជាអត់ជំរឿសដែរសូម្បីតែបារាំងក៏ចង់បានដែរហើយនឹងអាចមានប្រទេសដទៃទៀតដែលជួយដល់អ៊ុយក្រែនក៏ចង់បានដែរអ៊ុយក្រែនគឺមានសារធាតុកម្រហ្នឹងពី22ប្រភេទក្នុងចំណោម34ប្រភេទរបស់ពិភពលោកដូច្នេះធនធានធម្មជាតិអ៊ុយក្រែននៅក្រោមដីមានចំណែក 5% នៃធនធានក្រោមដីរបស់ពិភពលោកទាំងមូលជាទីតាំងដែលអំណោយផលខាងធនធានធម្មជាតិដែលប្រទេសដទៃក៏គេជួយក៏គេមិនមែនចង់បានអានឹងដែរគឺជាការធានាសន្តិសុខប៉ុន្តែវាជាភាពចាំបាច់មួយដែរសម្រាប់មហាអំណាចដែលមើលឃើញថាបើការជួយរហូតហើយมันបានស្អីត្រឡប់មកវិញសម្រាប់លោក Trump គឺมันអាចធ្វើបានទេអញ្ចឹងអ៊ុយក្រែនហាក់មិនមានជំរឿសអីទេគឺសំណើរបស់លោកគេហៅថា non starter គឺអត់មានឆ្លើយតបទេវាលែងតែលោកដើរតាមការគូសវាសនិងការធានាឲ្យបាននៅសន្តិភាពប៉ុន្តែលោក Zelensky ពេលដែលប្រកែកហ្នឹងក៏លោកទទួលស្គាល់ដែរថាសន្តិភាពវានឹងអាចកើតមានប៉ុន្តែខ្លាចថាវាមកឆាវរយៈពេលខ្លីវាមិនមានរយៈពេលវែងដែលសូម្បីតែចក្រភពអង់គ្លេសបារាំងក៏ដោយគឺចង់ឲ្យសហរដ្ឋអាមេរិកធានាសន្តិសុខដោយផ្ទាល់ជាមួយនឹងពួកគេប៉ុន្តែលោក Donald Trump ថាបើចាំបាច់គេនៅជាមួយនឹងអង់គ្លេសដែរប៉ុន្តែគ្រាន់តែថាអញ្ចឹងមិនមានជាលិខិតអក្សរដែលជាការធានាឬការសន្យាឲ្យបានម៉ឺងម៉ាត់ឬក៏ចែងប្រការណាជាក់លាក់ដើម្បីឲ្យមានភាពកក់ក្ដៅទាំងអ៊ុយក្រែនទាំងបណ្ដាប្រទេសនៅអឺរ៉ុបនោះ